តែនៅក្នុងវិស័យ trading តម្រូវឲ្យយើងចំណាយពេលវេលាទៅលើវាច្រើនឬក៏អត់ដោយសារតែមានគ្នាយើងជាច្រើនគាត់មាន idea យល់ឃើញថាចង់បោះបង់ចោលការងារចង់បោះបង់ចោលការសិក្សាទៅចាប់ផ្ដើមជួញដូរទៅលើវិស័យ trading អញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងនិយាយវែកញែកអំពីបញ្ហាទាំងអស់ហ្នឹងដើម្បីឲ្យអ្នកទាំងអស់គ្នាមានការសម្រេចចិត្តឡើងវិញថាតើការដែលយើងធ្វើបែបហ្នឹងវាជារឿងត្រឹមត្រូវឬក៏អត់អញ្ចឹងពាក់ព័ន្ធជាមួយនឹងការដែលយើងចង់បោះបង់ចោលការសិក្សាចង់បោះបង់ជាមួយនឹងការងារដែលយើងកំពុងធ្វើទៅចាប់ផ្ដើមជួញដូរទៅលើវិស័យ trading ខ្ញុំយល់ថាវាអាចជា motivation ឬក៏អាចមកពីការមើលឃើញមួយចំនួនទៅលើ social media ដែលគេផ្សព្វផ្សាយដែលគេបង្ហាញពី lifestyle គេបង្ហាញពី financial freedom មួយចំនួនហើយអ្នកខ្លះគាត់និយាយថាអូវាជារឿងស្រួលម្យ៉ាងណាស់ពេលយើងអត់ធ្វើការងារគេយើងអាចធ្វើនៅផ្ទះបានក៏ប៉ុន្តែយើងត្រូវគិតវិញថានៅក្នុងវិស័យនេះគឺមិនមែនយើងចំណាយពេលវេលានៅក្នុងការធ្វើការយើងទទួលបានលុយមកវិញទេគឺមិនមែនអញ្ចឹងទេវិស័យនេះតម្រូវអ្នកនរគ្នាត្រូវតែមានលុយឬក៏មានដើមទុនឬក៏ត្រូវមានធនធានខ្លះហើយនៅពេលដែលយើងមានដើមទុនយើងមានធនធានអ្វីដែលយើងធ្វើបើសិនជាយើងអត់មានចំណេះដឹងយើងក៏អត់អាចទទួលបានឲ្យមកវិញគួរសមដែរមានន័យថាភាគរយដែលខាតគឺវាច្រើនហើយមួយវិញទៀតបើសិនជាយើងចង់បោះបង់ចោលការងារតើការសម្រេចចិត្តមួយហ្នឹងវាជាការសម្រេចចិត្តត្រូវអត់ឧទាហរណ៍ថាបើសិនជាអ្នកនរនេះសម្រេចចិត្តថាបោះបង់ចោលការងារទៅត្រូវក្នុងមនុស្ស10នាក់ដែលបោះបង់ចោលការងារមានតែមនុស្សម្នាក់ដែលអាចធ្វើបានខ្ញុំជឿថាអញ្ចឹង9នាក់គឺដឺដួលឧទាហរណ៍ថាបើយើងបោះបង់ចោលការងារធ្វើវិស័យ trade បើយើងធ្វើត្រូវវាលុយយើងទិញឡានទិញផ្ទះយើងមានលុយយើង lifestyle លុយចុះបើសិនជាយើងធ្វើអត់ជោគជ័យយើងត្រូវអត់ចំណេញយើងត្រូវខាតយើងជាពាក់លុយគេយើងមានបន្ទុកគ្រួសារយើងមានបញ្ហាផ្សេងៗទៀតតែយើងនឹងត្រូវធ្វើបែបម៉េចយើងអាចត្រឡប់ទៅក្រោយវិញបានទេបើសិនជាយើងជ្រុលប៉ុណ្ណេះហើយអញ្ចឹងបញ្ហាមួយទៀតត្រូវគិតថាចេះបើសិនជាយើងមិនធ្វើការយើងមានលុយណាទៅត្រេតសម្រាប់ខ្ញុំយល់ឃើញថាធ្វើការធម្មតាទៅអារឿងត្រេតហ្នឹងចាំគិតពេលក្រោយទៅពេលណាដែលយើងគិតថាខ្លួនយើងតនេយើងអាចមានពេលវេលារៀនយើងអាចមានពេលវេលានៅក្នុងការធ្វើយើងធ្វើវាគ្រាន់តែជា passive income ឬក៏គ្រាន់តែជា side quest មួយសម្រាប់ខ្លួនឯងទៅវាអត់នៅក្នុងវិស័យ trading វាអត់តម្រូវអ្នកទាំងអស់គ្នាទៅបោះបង់ចោលការងារដើម្បីទៅធ្វើហ្នឹងទេហើយសំបីតែការ trade ហ្នឹងដូចគ្នាវាអត់ត្រូវទាមទារឲ្យយើងបោះបង់ចោលការសិក្សាទៅធ្វើវាបានកើតទេទោះអ្នកទាំងអស់គ្នាកំពុងតែរៀនដល់សាកលវិទ្យាល័យឬក៏រៀនដល់បណ្ឌិតក៏យើងអាចធ្វើវិស័យនៅក្នុងនឹងបានដូចគ្នាយើងទុកវាគ្រាន់តែជា side quest សម្រាប់ខ្លួនឯងទៅមិនបាច់វាជា main income អីពេកទេត្រូវដឹងថាអ្វីដែលយើងកាន់តែរំពឹងទុកគឺយើងទទួលបានការខកចិត្តជាច្រើនសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមានបទពិសោធន៍ទៅលើការ trade ពាក់ព័ន្ធជាមួយនឹងការ trade នេះមួយការណាដែលយើងរំពឹងទុកខ្ពស់ពេកការខកចិត្តវានៅក្នុងនឹងច្រើនការណាដែលយើងពឹងផ្អែកទៅលើវាខ្លាំងពេកវាបង្កើតឲ្យការ trade របស់យើងគឺអត់ទទួលបានផលល្អទេការណាដែលយើងរំពឹងខ្លាំងពេកវាធ្វើឲ្យការ trade របស់យើងគឺមានភាពបង្ខំទទួលយកការខាតអត់បាននិយាយទៅវាប៉ះពាល់ច្រើនអញ្ចឹងដូចខ្ញុំនិយាយចឹងការងាររកស៊ីរៀនសូត្រធ្វើធម្មតាអត់ចាំបាច់ត្រូវទៅបោះបង់វាចោលដើម្បីមកចាប់ផ្ដើមទៅលើការ trade ទេបើយើងបោះបង់វាចោលយើងមានលុយណា trade ហើយរៀនធម្មតាយើងរៀនឲ្យបានខ្ពង់ខ្ពស់ធម្មតាទៅវាមានតែស្អីពីព្រោះដោយសារវិស័យហ្នឹងគឺមិនបានតម្រូវថាតើយើងមិនបាច់រៀនមកយើងធ្វើបានដែរហើយដល់ពេលយើងរៀនយើងមានផ្លូវក្រោយសម្រាប់ខ្លួនឯងបើសិនជាយើងធ្វើទៅវាមិនជោគជ័យឬក៏វាមិនកើតយើងអាចទៅធ្វើការនៅកន្លែងល្អបានដូចគ្នាទៀតឃើញទេអញ្ចឹងសរុបមកវិញគុំរំពឹងទៅលើថាតើវិស័យ trading ហ្នឹងអាចធ្វើឲ្យយើងមាន lifestyle ហឺហានៅក្នុងពេលវេលាណាមួយចឹងទៅពេលខ្លះវាមិនស័ក្តិសមនឹងមនុស្សទាំងអស់ទេហើយការងារនេះបើយើងនិយាយទៅបើដូចខ្ញុំផ្ទាល់អញ្ចឹងខ្ញុំនៅតែនិយាយថាវាហានិភ័យការ trade វាមិនមែនជាការវិនិយោគដាក់លុយទៅបានលុយវាមិនមែនជាការសន្សំធ្វើទៅទទួលបានផលហើយក៏វាមិនមែនជាការអង្គុយដើម្បីផលិតលុយដែរពេលខ្លះខ្ញុំនិយាយប្រាប់អ្នកនរគ្នាខ្ញុំចាយពេលសឹងតែមួយអាទិត្យខ្ញុំស្ទើរតែ trade អត់ចំណេញក៏មានដែរហើយវាមានថ្ងៃខ្លះសឹងតែអត់មានអីរកអីបានទេវាអញ្ចឹងតែដោយសារតែយើងអាចនឹងរក passive income ផ្សេងៗទៀតអញ្ចឹងបើសិនជាអត់វាយើងមាន income ផ្សេងអញ្ចឹងណាអញ្ចឹងដូចគ្នាដូចខ្ញុំបញ្ជាក់ប្រាប់អ្នកនរគ្នាចឹងចំណុចដែលពិបាកបំផុតគឺការណាដែលយើងរំពឹងទុកលើវាខ្លាំងពេកយើងគិតថាវាជា main income ពេលហ្នឹងគឺយើងនឹងខកចិត្ត
ដោយសារតែយើងរំពឹងទុកវាខ្ពស់ពេកវាធ្វើឲ្យបង្កើតឲ្យមានសម្ពាធសម្រាប់ខ្លួនឯងដែលបង្ខំខ្លួនឯងត្រូវតែ trade ត្រូវតែរកកន្លែងចូលត្រូវតែរកលុយវាឲ្យបានកាលណាដែលមានអារម្មណ៍បង្ខំខ្លួនឯងត្រូវតែចូលហើយការចូល trade គឺអត់ទទួលបានផលល្អទេដោយសារតែយើងបុកខ្លាំងពេកយើងរំពឹងទុកខ្ពស់ខ្លាំងពេកហើយតែយើងខកចិត្តតែយើងរៀងមានអារម្មណ៍ថានេះហើយគឺវាធម្មតាយើងធ្វើតែវាមិនសូវបានផលហើយយើងរំពឹងវាខ្ពស់ពេកបើសិនជាមានការខកចិត្តវាប្រកាសជាប៉ះពាល់ដល់អារម្មណ៍យើងខ្លះហើយអញ្ចឹងសរុបមកវិញគឺអត់មានអីទេរៀនធម្មតាធ្វើការធម្មតាអា trade នេះគ្រាន់តែជា side quest ទៅបានហើយអាមិនមែន quest របស់យើងទៅរៀនតដល់សកលយើងទៅរៀនយកបណ្ឌិតអ្នកធ្វើការត្រូវធ្វើការពី sales ឡើង supervisor ឡើង manager ឡើងទៅធ្វើអានឹងជា main story របស់យើងហ្មងទៅអា trade ហ្នឹងគ្រាន់តែជា side income side quest របស់យើងទៅបានហើយខ្ញុំនៅតែនិយាយអញ្ចឹងទោះបើសិនជាខ្ញុំជាអ្នក trade ក៏ដោយក៏ខ្ញុំនៅតែនិយាយអញ្ចឹងដូចគ្នាហើយខ្ញុំនៅតែនិយាយថាការ trade គឺហានិភ័យ